បំផុតខ្ញុំបានយកប៉ាមកលេងប្រទេសក្តីសម័យគាត់ឯងគឺប្រទេសជប៉ុនទៅរករាក់សាហាវមក transit នៅពលានចិនហើយអត់មានលុយដល់គ្នាអើយ credit card ក៏ចាយអត់កើតពេលនោះ error អីញ៉ៃញ៉ៃសាហាវប៉ុន្តែអត់អីយើង survive ហើយដោយសារខ្ចីលុយបងហ្គាយធัวបន្ទាប់ពី transit អីហើយឥឡូវនោះហោះហើរទៅជប៉ុនហើយកាត់ទេព្រោះកន្លែងជិះយន្តហោះនេះខ្ញុំគិតថាអ្នកនរគ្នាអត់ចង់មើលទេ finally មកដល់ប្រទេសជប៉ុនហើយអ្នកនរគ្នាអើយសូមទៅពលានគឺឡង clean ស្អាតហ្មងនិយាយទៅធ្លាប់តែឃើញបង Ricky អីក៏ review ឲ្យមើលឥឡូវបានមកឃើញខ្លួនឯងនេះហើយនេះខ្ញុំគិតថាដាក់កាបូបយួរនឹងមកវាដាក់លើវ៉ាលីស្រួលមានណាយួរបែបផ្សែងវល់ពីនឹងលើក្រោយសុកចិត្តយួរវ៉ាលីតូចមួយធំមួយហើយតែបានរុញនៅជប៉ុនមនុស្សចាស់អាយុ8ជាង9អីក៏គាត់នៅធ្វើការបានដែរណាតបមកយើងឡើងលើឡានក្រុងហើយឥឡូវហ្នឹងហើយគេឲ្យបាយយើងញ៉ាំមួយនេះបាយឆ្ងាញ់តែស្រួលញ៉ាំហើយទៅសុភាពនិយាយពីស្អាតតអស់គ្នា clean ផ្លឹងដូចនៅក្នុងវីដេអូដែលយើងឃើញចឹងថ្ងៃទី1នេះគឺខ្ញុំទៅខេត្ត Nagoya របស់គេហ្នឹងហើយណែមកធ្វើ leader ខ្ញុំស្អាតទេស្អាតខ្លាំងហ្មងខ្ញុំទៅនេះតាមធួយតអស់គ្នាដោយសារមានប៉ាម៉ាក់ដល់ពេលចឹងហើយបើទៅខ្លួនឯងខ្លាចវេមវាមទៅពិបាកគាត់ចឹងណាចឹងហើយយើងទៅមួយធួយើងចាំតែអង្គុយលើឡានគេដាក់ដល់ហ្មងហើយកន្លែងទី1ដែលពួកខ្ញុំមកដល់នឹង visit ដំបូងគេហ្នឹងឈ្មោះថា Nagoya Castle ជាកន្លែងប្រវត្តិសាស្ត្រល្បីនៅប្រទេសជប៉ុនដែលជាកន្លែងទេសចរចឹងណាពេលដែលមកដល់ខាង tour leader នោះក៏ទិញសម្បត្តិទិញអីហើយឲ្យខ្ញុំគាត់ទៅទទួលសម្បត្តិហើយយើងដើរចូលយកមកចូលមកភ្លាមគឺទីធ្លាគេធំទលាយចឹងមកបន្តមកបានយើងដើរទៅមានព្រៃព្រឹក្សាប៉ុន្តែព្រៃព្រឹក្សាខ្លះគឺអត់មានស្លឹកទេបងប្អូនដោយសារខែត្រជាក់ឥឡូវហ្នឹងពេលខ្ញុំទៅនេះ10អង្សាជាងដូចកន្លែងខ្ញុំពងដែរនេះមានពលឺចឹងអត់សូវត្រជាក់ម៉ានទេសាប់តែចូលដល់រៀងព្រៃភ្នំខាងក្នុងតិចត្រជាក់យកមកក្នុងប្រទេសគេស្អាតផ្លឹង clean អញ្ចឹងបងប្អូនអត់មានដីហើយអត់មានទេហើយពេលដកដង្ហើមទៅនិយាយពីថាអាខ្យល់ត្រជាក់នោះចូលទៅក្នុងខ្លួនយើងស្រួលខ្លួនខ្លាំងហ្មងបងប្អូនប្រាសាទល្បីរបស់គេណាប្រាសាទហ្នឹងថ្ងៃទី1យើងអត់សូវដើរលេងហឹកខែម៉ានទេបងប្អូនគេឲ្យមើលតែកន្លែងប្រវត្តិសាស្ត្រចឹងហើយយើងទៅសម្រាកនៅអូតែលហើយពីព្រោះយប់មិញយើងជិះយន្តហោះមកពីយប់យើងគេងលើយន្តហោះអត់សូវស្រួលទេហើយព្រលឹមឡើងយើង transit ទៀតហើយមកដល់ភ្លាមញ៉ាំបាយនៅលើឡានមួយម៉ាត់មិញហ្នឹងបន្ទាប់មកយើងដើរលេងមកបងប្អូនបើបានមកនៅកុំភ្លេចញ៉ាំការ៉េមីឆ្ងាញ់មែនតើការ៉េម៉ាឆាខ្ញុំអត់សូវចេះម៉ាឆាប៉ុន្តែក្រែមនេះគឺ10លើ10ឆ្ងាញ់សាហាវ3ជាជប៉ុនល្បីជាងគេគឺទូទិញទឹកនេះបងប្អូនណាគេមកក៏ថតដែរនេះពេលហ្នឹងនៅពេញកម្លាំងបងប្អូនដើរលេងសប្បាយនិយាយទៅផ្លែកភ្នែកមកទោះបីថាអត់ទាន់ដល់កន្លែង snow ត្រជាក់អីក៏យើងមានអារម្មណ៍ថាអូយឲ្យទៅដល់ទឹកដីហ្នឹងយើងអស់ចិត្តហើយនេះខ្ញុំដើរចូលមើលលេង tour leader គាត់ប្រាប់ម៉ោងឲ្យជួបជុំគ្នាទៅយើងអ្នកចាត់ចែងម៉ោងខ្លួនឯងយើងដើរលេងតាមចិត្តយើងអញ្ចឹងណាដើមឈើខ្លះក៏មានផ្កាបែបអញ្ចឹងទៅដើមឈើខ្លះក៏អត់មានផ្កាប្រហែលជាវាតាមប្រភេទដើមឈើដែរយើងអត់ស្គាល់ខ្ញុំសប្បាយចិត្តខ្លាំងហ្មងដោយសារប្រទេសនេះប្រទេសក្តីសម័យគាត់ណាតែនេះមិនក្តីសម័យខ្ញុំឯងគ្រាន់ថាខ្ញុំសប្បាយចិត្តដែរដែលបានមកដល់ពីព្រោះប្រទេសគេល្បីល្អស្អាតមនុស្សថ្លៃថ្នូរមនុស្សចិត្តល្អអញ្ចឹងណាប៉ុន្តែ next destination ខ្ញុំគឺនៅអឺរ៉ុបហើយសាធុដល់ពេលពួកយើងសល់មកខាងបងធួនឹងក៏ថែមឲ្យមកកន្លែងទៀតនៅតាមផ្លូវអញ្ចឹងណាគឺយើងទៅ Nagoya Tower ដែលជា Tower ដំបូងគេផ្សាយពាណិជ្ជកម្មឬក៏ផ្សាយព័ត៌មានអីរបស់គេមកចោះហើយ Tower គេហ្នឹងគឺនៅលើ street ហ្មងអញ្ចឹងយើងអាចមើល street របស់គេជិះកង់ទៅធ្វើការបរិយាកាសជុំវិញក្រុងគេអញ្ចឹងស្អាតម្យ៉ាងស្អាតខ្លាំងនិយាយទៅស្អាតហ្មងហើយអាកាសធាតុនេះចាប់បានចុះត្រជាក់ឲ្យដល់គ្នាពលល្ងាចចឹងណាហើយពណ៌ប្រទេសគេតែប៉ុណ្ណឹងពណ៌ក្រេស្ទុំនេះដល់វគ្គទៅញ៉ាំអីដល់គ្នាបន្ទាប់ពីដើរលេងហើយ Oh my god ត្រជាក់ខ្លាំងអានេះដល់9អង្សាចុះទៀតហើយពេលហ្នឹងដើរទៅញ៉ាំស៊ុបបងប្អូនល្ងាខ្លាំងមែនតើ9អង្សានេះបាទខ្ញុំដឹងថាល្ងាចុះទំមស្អែកឡើងត្រូវទៅភូមិ snow ភូមិអីទៀតដឹងមិនទេនេះហើយគេឲ្យយើងទៅញ៉ាំស៊ុបនេះបងប្អូនមានអីស៊ុបទទួលយកបានឆ្ងាញ់ខ្ញុំអាចឲ្យ8លើ10ញ៉ាំបានតែគ្រាន់យើងចង់បានម្ទេសខ្ទឹមអីយើងពិបាកតិចគេអត់មានទេចឹងការញ៉ាំអីអត់សូវ interesting ហ្មងទេប៉ុន្តែញ៉ាំបានបន្ទាប់មកគឺយើងមកអូតែឡើយអូតែគេទូចមួយបងប្អូនធ្លាប់ឮគេនិយាយឥឡូវបានជួបពេលនេះមកបន្តិច4ជ្រុងខែ2មានអីកក់ក្ដៅទេតាចឹងវីដេអូ vlog ទៅជប៉ុនថ្ងៃទី1ឥឡូវធ្វើបានបញ្ចប់ហើយណាចាំមើលថ្ងៃទី2គឺខ្ញុំទៅភូមិតកអានឹង exciting ជាងគេអញ្ចឹងចាំមើលថ្ងៃទី2បន្តទៀតផងណាមានប៉ុណ្្នឹងអញ្ចឹងបាយបាយ